ចឹងថ្ងៃនេះគឺយើងមកទៅចែកគ្នាអំពី Facebook Messenger ឬក៏ chat នៅក្នុង Facebook ផ្ទាល់ដែលមានគ្នាយើងជាច្រើនសួរតាក់ទងជាមួយនឹងការ chat ដែលអ្នកដែលគាត់មិនមែនជា friend Facebook មួយយើងទេគឺលក្ខណៈថាតើយើងមានវិធីសាស្ត្រអីដើម្បីបិទកុំឲ្យអ្នកដែលអត់មាន friend ជាមួយយើងហ្នឹងគាត់ chat មកយើងបានតាមពិតទៅ chat មកបានទាំងអស់គ្រាន់ថាវានៅកន្លែង request អញ្ចឹងណាតោះអញ្ចឹងដំបូងយើងចូលទៅកាន់ Facebook account របស់យើងហើយចូលទៅកាន់ account setting របស់យើងធម្មតាដូចរាល់ដងមកបន្ទាប់មកបងប្អូនចូលទៅកាន់ setting ហើយចូលទៅមុខងារមួយគឺមានឈ្មោះថា how people can find your contact អីអញ្ចឹងទៅហើយបន្ទាប់មកចូល scroll ចុះក្រោមបងប្អូននឹងឃើញជាមួយនឹងមុខងារ Messenger request វិធីសាស្ត្រមួយទៀតបើសិនជាបងប្អូនចង់ចូលលឿនតែម្ដងគឺចូលទៅក្នុងកម្មវិធី Messenger ឬក៏កម្មវិធី chat បន្ទាប់មកយើងចូលទៅ setting របស់ account chat របស់យើងផ្ទាល់តែម្ដងទៅក៏បានដែរអាហ្នឹងគឺលឿនបាទហើយបន្ទាប់មកយើងចូល setting ធម្មតាបន្ទាប់មកទៀតបងប្អូនចូលទៅកាន់ scroll ចុះក្រោមទៅរកពាក្យទៅរកមុខងារមួយដែលមានឈ្មោះថា privacy and safety អញ្ចឹងយើងចូលនៅក្នុងកន្លែងហ្នឹងមកបងប្អូននឹងឃើញពាក្យMessenger delivery ដូចគ្នាដែរបាទ message delivery បាទជាស្រ័យអញ្ចឹងយើងចុចចូលនៅកន្លែងហ្នឹងមកគឺមានជាមួយនឹងមុខងារ3ដូចនៅក្នុង setting បាញ់មិញដែរអញ្ចឹងនៅក្នុងមុខងារ3ហ្នឹងគឺវាមានជម្រើស3ដូចជាមុខងារទី1គឺតាក់ទងជាមួយនឹង friend of friend មានន័យថាតើយើងអនុញ្ញាតឲ្យណាគេខ្លះដែលគាត់អាច request ឬក៏ស្នើសុំ chat មកកាន់យើងទោះបីជាគាត់អត់មាន friend មួយយើងប៉ុន្តែគាត់មាន friend ជាមួយនឹង Facebook account friend របស់យើងផ្សេងទៀតអាហ្នឹងគេហៅថា friend of friend ណាអញ្ចឹងយើងចុចចូលទៅគឺមានជម្រើសចំនួន3អញ្ចឹងជម្រើសកណ្ដាលគេមានន័យថាជា default setting របស់ Facebook តែម្ដងមានន័យថាយើងបង្កើត Facebook មកកន្លែងហ្នឹងគឺវានៅអញ្ចឹងស្រាប់ហ្មងចំណែកជម្រើសទី1គឺតាក់ទងជាមួយនឹង chat មានន័យថាបើយើងរើសយកកន្លែងហ្នឹងរាល់ friend of friend ដែលគាត់ chat មកយើងគឺគាត់ load មកដូច friend មួយគ្នាអញ្ចឹងគឺ load មកធម្មតាតែបងប្អូនយកទី2គឺចូលទៅកន្លែង request អាហ្នឹងគ្នាយើងដឹងហើយចំណែកជម្រើសទី3គឺជាកន្លែងដែលយើងបិទតែម្ដងមានន័យថាយើងបិទហើយយើងយក update setting មកអញ្ចឹងមានន័យថាយើងបិទការទទួលនៅ message ពី friend of friend របស់យើងតែម្ដងអញ្ចឹងនៅពេលដែលថយក្រោយមកគឺជួរទី2បាទ people in your group Facebook group អញ្ចឹងមានន័យថាអ្នកដែលមាន account នៅក្នុង group ជាមួយយើងឯហ្នឹងគាត់អាច request chat ឬក៏អាច chat មកយើងបានគឺដូចខាងលើមិញដែរគឺបងប្អូនអាចកំណត់ធ្វើការបិទមិនទទួលឬក៏ don't receive ក៏បានដែរចំណែកជម្រើសទី3គឺជាជម្រើសចុងក្រោយបងអស់ហើយមានន័យថាអ្នកណាក៏មិនអាច chat មកយើងបានដែរបាទទោះបីជាអ្នកនឹងគាត់នៅ group មួយយើងឬក៏អត់មានតំណែងជាមួយយើងឬក៏អត់អីផ្សេងៗគឺយើងមានជម្រើសតែ2ទេគឺឲ្យគាត់ request ឬក៏យើងយក don't request មានន័យថា don't receive ជាមួយនឹង message request របស់គាត់អញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនយកនៅជួរទី2បាទមានន័យថា message request មានន័យថាពេលដែលយើងយកកន្លែងហ្នឹងមកពេលដែលគាត់ chat មកគឺវាចូលនៅកន្លែង request បែបនេះដោយបងប្អូនចំណាំអាសាចូលមើលអញ្ចឹងឧទាហរណ៍ថានេះគឺជាអ្នកដែល requestការ chat របស់ខ្ញុំពីមុនអញ្ចឹងទៅដែលគាត់មិនមែនជា friend របស់ខ្ញុំទេប៉ុន្តែគាត់អាច request មកបានអញ្ចឹងណាប៉ុន្តែចាប់ពីពេលនេះទៅនៅពេលដែលខ្ញុំបិទមុខងារដូចខាងលើបាញ់មិញគឺគាត់អាចធ្វើការ request chat មកបានទេអូខេឥឡូវខ្ញុំធ្វើការបិទទាំងអស់ហើយជាក់ស្ដែងតែម្ដងឧទាហរណ៍ថាកន្លែងចុងក្រោយមិញគឺខ្ញុំយកកន្លែង request ដើម្បីឧទាហរណ៍បងប្អូនមើលទេអញ្ចឹងឥឡូវជាឧទាហរណ៍គឺខ្ញុំចូលទៅបិទនៅកន្លែង request ហ្នឹងទាំងអស់តែម្ដងដើម្បីបងប្អូនឃើញអញ្ចឹងណាឥឡូវជាការឧទាហរណ៍ជាក់ស្ដែងគឺខ្ញុំយក account ផ្សេងទៀតដែលមិនមែនជា friend ជាមួយនឹង account Facebook របស់ខ្ញុំទេខ្ញុំចូលទៅកាន់ account ហើយបងប្អូនអាចមើលបានគឺអត់មាន friend ជាមួយគ្នាទេក៏ប៉ុន្តែពេលដែលចូលទៅមានប៊ូតុង message ធម្មតាមានប៊ូតុង chat ធម្មតាអញ្ចឹងពេលដែលខ្ញុំឲ្យមេដៃពេលដែលខ្ញុំ chat រូបភាពវីដេអូឬក៏ជាសរសេរអក្សរអីក៏ដោយគឺអត់មាន load នៅក្នុង message request នៅក្នុង account personal របស់ខ្ញុំទេអញ្ចឹងឥឡូវខ្ញុំចូលទៅកន្លែង request ទាំងអស់គ្នាបាទគឺអត់មានទេបងប្អូនអត់មាន account នឹង load មកតែម្ដងគឺ0តែម្ដងនេះគឺជា account ចាស់ពីមុនទេអញ្ចឹងណាហើយបន្ទាប់មកបងប្អូនត្រួតពិនិត្យនៅកន្លែងអេក្រង់នៅក្នុងកន្លែង chat របស់យើងហ្នឹងគឺ Facebook បានបញ្ជាក់យើងច្បាស់តែម្ដងថា account ដែលយើងកំពុង chat ទៅហ្នឹងគឺគាត់អត់ទទួលជាមួយនឹងmessage request ទេគឺគាត់អត់ទទួលជាមួយនឹង message ទេដោយសារតែយើងអត់មាន friend អត់មានតំណងអីជាមួយគ្នាអញ្ចឹងទៅបាទអញ្ចឹងគឺអត់ទទួលតែម្ដងអញ្ចឹងឥឡូវដើម្បីជាឧទាហរណ៍គឺខ្ញុំចូលទៅ add friend ទៅកាន់គាត់តែម្ដងបាទទៅកាន់ account របស់ខ្ញុំតែម្ដងបន្ទាប់មកខ្ញុំយកទូរស័ព្ទមួយទៀតដើម្បីធ្វើការទទួល account ហ្នឹងធ្វើជា friend ជាមួយនឹង account មួយនេះអូខេនេះគឺជា account បាញ់មិញដែលខ្ញុំបានsend friend request ឬក៏ធ្វើការ add friend អញ្ចឹងនៅពេលបន្ទាប់ពីទទួលហើយគឺខ្ញុំធ្វើការ refresh មួយដើម្បីមើលថាតើជាប់ friend មួយគ្នានៅអូខេអញ្ចឹងមាន friend មួយគ្នាខ្ញុំចុចទៅលើប៊ូតុង message ម្ដងទៀតអញ្ចឹងមេដៃ3ខាងលើមិញមានន័យថាយើង chat ទៅគាត់គឺគាត់បានឃើញទេប៉ុន្តែនៅពេលដែលខ្ញុំ chat ថ្មីដូចបងប្អូនឃើញអញ្ចឹងគឺ load មកតែម្ដងអញ្ចឹងណា
បាទអញ្ចឹងឥឡូវខ្ញុំជាទីហោខ្ញុំសាកធ្វើការឲ្យមេដាយទៀតគឺ load មកធម្មតាបាទនេះអញ្ចឹងដូចបងប្អូនឃើញជាក់ស្ដែងអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអរគ្នាមើលហើយអាចទទួលបានជាមួយនឹងចំណេះដឹងថ្មីកុំភ្លេច follow ម្នាក់មួយបើពេញចិត្តវីដេអូនេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ